ngàyนี้ฮะធ្វើនំចាក់កចាន់ល្ពៅទៀតហើយនិយាយពីថាហូបមិនចេះធុញសោះបងប្អូនឆ្ងាញ់យកមែនតែននិយាយពីថាពណ៌វិញគឺឡើងស្រស់តែម្ដងហើយសាច់នំគឺឡើងទន់ល្មើយរមួតឆ្ងាញ់ជក់មាត់សំបីតែកូនពៅខ្ញុំក៏ចូលចិត្តដែរកាលខ្ញុំធ្វើលើកទី1សំបីតែភ្លក់ក៏គាត់អត់ភ្លក់ផងតែម្ដងនេះវិញគឺថាគាត់ចូលចិត្តញ៉ាំមែនតែនដោយសារតែខ្ញុំដាក់ល្ពៅច្រើនម្ដងនេះខ្ញុំធ្វើខុសពីលើកមុនចំពោះវិធីធ្វើវិញគឺថាងាយមែនតែនមុនដំបូងខ្ញុំមានល្ពៅចំនួន400ក្រាមយើងដាក់ស្ងោរឲ្យបានឆ្អិនហើយនឹងផុយល្អជាមុនសិនមកបន្ទាប់មកខ្ញុំយកតែល្ពៅយើងចាក់ទឹកចោលលើយកទៅកិនឲ្យបានម៉ត់ល្អហើយយើងទុកមួយអន្លើសិនឥឡូវនេះខ្ញុំមកដាក់ស្ករចំនួន300ក្រាមហើយនឹងទឹកក្តៅចំនួន800មីលីលីត្រយើងដាក់កូរជាមួយស្ករឲ្យបានរលាយល្អជាមុនសិនគ្រឿងបន្ទាប់ទៀតខ្ញុំមានម្សៅឆាចំនួន300ក្រាមហើយនិងម្សៅអង្ករខ្សាយចំនួន200ក្រាមហើយយើងបន្ថែមអំបិលបន្តិចចំពោះខ្ទិះដូងខ្ញុំដាក់ចំនួន400មីលីលីត្របន្ទាប់មកយើងកូរគ្រឿងទាំងនោះឲ្យបានចូលគ្នាជាមុនសិនហើយយើងយកទឹកស្ករដែលយើងបានលាយជាមួយនឹងទឹកនោះដាក់លាយម្ដងបន្តិចហើយយើងលាយហើយយើងកូរឲ្យម្សៅគឺថាបានម៉ត់ល្អពេលដែលម្សៅយើងបានម៉ត់ល្អហើយខ្ញុំចាក់ទឹកស្ករចូលទាំងអស់តែម្ដងបន្ទាប់មកយើងកូរគ្រឿងទាំងអស់ឲ្យបានចូលសព្វគ្នាល្អពេលដែលគ្រឿងយើងបានសព្វគ្នាល្អហើយឥឡូវនេះខ្ញុំយកល្ពៅទៅចាក់ដាក់នៅក្នុងចានធំមួយបន្ទាប់មកខ្ញុំដួសទឹកម្សៅដែលយើងបានលាយមិញហ្នឹងយើងយកមកចែកជា2ចំណែកស្មើគ្នាដាក់ខាងល្ពៅហើយនឹងខាងពណ៌សខ្ញុំយក2ពណ៌យើងយកស្មើគ្នាមកបន្ទាប់មកយើងកូរល្ពៅហើយនឹងម្សៅគឺថាឲ្យបានសព្វគ្នាល្អយើងកូរតតែបានម៉ត់របៀបហ្នឹងបងប្អូនទើបយើងចាក់ទៅនំយើងបានរលោងល្អរួចហើយខ្ញុំមានថាសយើងយកប្រេងអូលីវក៏បានប្រេងឆាក៏បានដែរបងប្អូនចាក់ហើយយើងលាបពីលើថាសដើម្បីពេលយើងដាក់នំទៅកុំឲ្យស្អិតបន្ទាប់មកខ្ញុំយកថាសទៅដាក់នៅក្នុងឡាំងឆ្នាំងចំហុយហើយយើងដាក់កម្ដៅឲ្យឆ្នាំងយើងគឺបានក្តៅល្អពេលដែលឆ្នាំងយើងបានក្តៅទឹកយើងបានពុះហើយខ្ញុំដាក់ម្សៅផ្នែកសចំនួន2វែកកន្លះទៅ3វែកយើងដាក់ឲ្យបានលិចខាងក្រោមថាយើងមកព្រោះផ្នែកខាងក្រោមយើងប្រើម្សៅរៀងច្រើនបន្តិចបន្ទាប់មកខ្ញុំដាក់ចំហុយចំនួន5នាទីពេលដែលគ្រប់5នាទីហើយខ្ញុំដួសម្សៅផ្នែកលឿងមុននឹងយើងដាក់យើងកូរបន្តិចទៅដើម្បីកុំឲ្យវាកកនៅខាងក្រោមខ្ញុំដាក់ប្រហែលជា2វែកកន្លះដោយសារតែខ្ញុំមកដាក់រៀងជ្រុលដៃដល់ពេលចុងក្រោយនៅសល់តិចរៀងស្ទើរយើងដាក់ហើយយើងដាក់ចំហុយ5នាទីដូចម្សៅពណ៌សអញ្ចឹងខ្ញុំថតរៀងកាត់បន្តិចឥឡូវនេះដល់វគ្គចុងក្រោយគឺថាម្សៅពណ៌លឿងខ្ញុំនៅសល់រៀងស្ទើរដោយសារខ្ញុំដាក់មុនរៀងច្រើនតិចទៅណាតែអីទេយើងវាឲ្យស្មើទៅពេលដែលយើងចំហុយទៅគឺថាវាឡើងពណ៌ស្អាតស្មើហើយគ្រាន់ថាវាអត់សូវរលោងស្មើគ្នាអញ្ចឹងឥឡូវនេះក្រោយពីដាក់ម្សៅលឿងហើយខ្ញុំចំហុយ15នាទីសរុបយកតែម្ដងក្រោយពី15នាទីនំយើងបានឆ្អិនហើយយើងបិទភ្លើងឲ្យទុកឲ្យត្រជាក់សិនទៅឃើញបងប្អូនពេលដែលម្សៅយើងខាងលើរៀងស្ទើរអញ្ចឹងយើងមើលទៅឃើញពណ៌សៀងសអត់សូវស្មើគ្នាតែអត់អីទេនំវិញគឺថាទន់ល្មុតល្អមែនតែនឆ្ងាញ់ខ្លាំងមែនតែនធានាថាឆ្ងាញ់លេខ1បងប្អូនកុំភ្លេចធ្វើហូបណាអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀត